សួស្តីទាំងអស់គ្នាខ្ញុំសងនេះយើងមកសម្រាយរឿងមួយដែលមានចំណងជើងថាចាស់ Twilight សម្រាប់អ្នកចង់បាកាហ្វេខ្ញុំអាចដូណេតតាម QR នេះបានតិចឬច្រើនខ្ញុំទទួលយកទាំងអស់អញ្ចឹងកុំឲ្យរងចាំពេលយូរតោះហេរងចាំបន្តិចយូរចន្យងហេខ្ញុំសុំតោះបើអ្នក Play Strawberry ខ្ញុំមិនទុកវាចោលទេវាមិនខុសច្បាប់ទេឬដែលគួរឲ្យស្រឡាញ់បែបនេះមែនទេយូចិនយ៉ងអ្នកត្រូវតែផ្ដល់ពេលវេលាឲ្យមនុស្សដើម្បីធ្វើសារភាពរួមគ្នាតើគាត់បានឃើញវាហើយមែនទេតើខ្ញុំគួរសួរគាត់ទេមិនអីទេគាត់នឹងដឹងអំពីវាឆាប់នេះឬពេលក្រោយគាត់ពិតជាចូលចិត្តជុនយ៉ងណាស់ខ្ញុំមិនអាចធ្វើពុតជាស្គាល់អ្នកនៅចំពោះមុខអ្នកដទៃបានទេតើយើងអាចណាត់ជួបគ្នាបែបនេះដោយរបៀបណាយើងនិយាយថាណាត់ជួបខ្ញុំគិតថាថ្ងៃនេះនឹងជាថ្ងៃពិសេសមួយអាកប្បកិរិយារបស់ជុនយ៉ងគឺដូចគ្នានាងបានផ្ដោតអារម្មណ៍លើការសិក្សាច្រើនជាងពេលណាទាំងអស់ចាប់តាំងពីការសារភាពមកខ្ញុំមានអារម្មណ៍ថាខ្ញុំបានឮចម្លើយរបស់នាងរួចហើយនាងចូលចិត្តបង្អែមដូច្នេះវាជាការល្អបើយ៉ាងហោចណាស់មាននំខេកមួយកុំភ្លេចយកអំណោយដែលអ្នកទុកក្នុងទូពេលអ្នកត្រឡប់មកផ្ទះវិញអ្នកមិនគប់វាមកខ្ញុំដោយសារតែខ្ញុំបានទិញរបស់ដែលគ្មានប្រយោជន៍ទេមែនអត់ប៉ុន្តែវាមានភាពស្មោះត្រង់ខ្ញុំនៅតែមានរបស់ទាំងនោះក្នុងគំនិតរបស់ខ្ញុំរថយន្តបរទេសពណ៌ខ្មៅមួយគ្រឿងជាក់ស្ដែងវាមិនមែនជាទម្លាប់ទេឡាននោះវាមិនអាចទេបែបជិនអ៊ំតើអ្នកមិនអីទេឬតើអ្វីគ្រប់យ៉ាងមិនអីទេឬគ្មានអ្វីទេគ្រប់យ៉ាងកំពុងបន្តតោះយើងទៅតើឥឡូវនេះមែនទេយើងមិនមានពេលទេយើងត្រូវទៅកំពង់ផែជាបន្ទាន់ខ្ញុំមិនចាំបាច់សួរទេខ្ញុំដឹងថារឿងបែបនេះនឹងកើតឡើងនៅពេលដែលខ្ញុំបានឃើញគាត់ប៉ុន្តែតើអ្នកមានអ្វីដែលអ្នកបានទុកនៅផ្ទះទេគ្រាន់តែយកវាហើយចេញមកអ្វីដែលខ្ញុំទុកនៅផ្ទះគឺពេលគិតដល់ផ្ទះខ្ញុំនឹកឃើញគាត់គឺជាកន្លែងដែលយូចិនយ៉ងមានខ្ញុំវាមិនគួរទេដូចនេះខ្ញុំមិនអាចចាក់ចេញទាំងបែបនេះទេវាមិនមែនថាខ្ញុំមិនគិតថាមានរឿងបែបនេះកើតឡើងនោះទេប៉ុន្តែឥឡូវនេះតម្លៃប៉ុន្មានដែលយើងមានទេខ្ញុំត្រូវទៅកន្លែងណាមួយជាមុនសិនខ្ញុំនឹងត្រឡប់មកវិញតើអ្នកឈឺទេបែបជៀនគ្មានពេលសម្រាប់អ្នកទេសម្រាប់ទៅកន្លែងណាមួយនោះយើងត្រូវតែទៅក្នុងពេលតែមួយផ្លេតទេសារភាពរបស់ខ្ញុំមិនខុសគ្នាទេប៉ុន្តែនាងកំពុងរងចាំខ្ញុំអ្នកនឹងនៅទីនោះរហូតដល់យប់ដល់គិតថាខ្ញុំនឹងមកប៉ុន្តែពេលក៏ងឹតទៅតើអ្នកនឹងចោះទៅតែម្នាក់ឯងដោយរបៀបណាតោះទៅតើយើងនឹងត្រឡប់មកទីនេះម្ដងទៀតទេនោះហើយវាអាចទៅរួចប្រសិនបើយើងទទួលបានការរស់នៅទីនេះចាប់បន្តិចឈប់ឡានអីគេខ្ញុំសុំទោសដែលទុកនាងអស់នៅម្នាក់ឯងម្ដងទៀតប្រាប់នាងអំពីរឿងនោះផងទៅសូមប្រាប់នាងផងចង់ប្រាប់ថាយើងនឹងជួបគ្នាម្ដងទៀតជុនយ៉ងថ្ងៃណាមួយយើងប្រកាសជាបានជួបគ្នាម្ដងទៀតមិនខានប៉ុន្តែតើពាក្យជួបបែបនេះមានន័យយ៉ាងណាចំពោះអ្នកតើយើងអាចជួបគ្នាម្ដងទៀតបានទេហើយខ្ញុំឆ្ងល់ថាតើអាចជួបគ្នាម្ដងទៀតបានទេនឹងល្អសម្រាប់អ្នកខ្ញុំជាម្នាក់ក្នុងចំណោមអ្នកដែលរស់នៅខុសគ្នាឆ្លងកាត់ផ្លូវជាមួយគ្នាដែលដើរលើផ្លូវត្រង់ដោយមានទំនុកចិត្តជាមួយនឹងសមត្ថភាពផ្ទាល់ខ្លួនរបស់អ្នកគឺជាអ្វីមួយដែលខ្ញុំប្រហែលជាមិនអាចធ្វើបានពេលមួយជីវិតរបស់ខ្ញុំទេខ្ញុំគួរតែហើយមិនបានសន្សំអ្វីទាំងអស់ខ្ញុំមិនគួរសុទ្ធអ្វីទេបើខ្ញុំដឹងមុននេះតែបន្តិចថាអ្នកចូលចិត្តបងឯងបើគ្រាន់តែខ្ញុំដឹងថាអ្នកនឹងនិយាយថាអ្នកចូលចិត្តខ្ញុំ